ករណីឃាតកម្មមួយនៅស្ថិតនៅក្នុងទីក្រុងតៃប៉េនៃកោះតៃវ៉ាន់ហ្នឹងដែលបណ្ដាលឲ្យមនុស្ស3នាក់បានធ្វើការស្លាប់បាត់បង់ជីវិតនិង11នាក់ទៀតរងរបួសបាទដែលកើតឡើងថ្មីនេះមែនតើនិយាយទៅគឺម្សិលមិញអ្នកទាំងអស់គ្នាថ្ងៃទី19បាទតែហេតុការណ៍ហ្នឹងគឺកើតឡើងដោយសារបរិសម្នាក់ហ្នឹងដែលគេអាចកំណត់អត្តសញ្ញាណបានហ្នឹងគឺគាត់មានឈ្មោះថាឆាំងវិនអាយុ27ឆ្នាំបាទដែលគាត់ហ្នឹងគឺអត់មានការងារធ្វើឬក៏មានមុខរបរមិនពិតប្រាកដតែអាចកំណត់បានថាគាត់មុខរបរចុងក្រោយគេគាត់ធ្វើគឺជាសន្តិសុខអ្នកទាំងអស់គ្នាបាទហើយពេលដែលគាត់ធ្វើសកម្មភាពហ្នឹងគឺគាត់បានបំពាក់ជាមួយនឹងឧបករណ៍ជាច្រើនដែលសម្រាប់ធ្វើសកម្មភាពហ្នឹងមានដូចជាបាទបើនិយាយអំពីការពាក់មកពាក់លើខ្លួនមានដូចជាមួកបាទមានដូចជាម៉ាស់ការពារផ្សែងពុលមានវ៉ែនតាខ្មៅជាពិសេសមានអាវការពារគ្រាប់ទៀតបាទហើយសកម្មភាពរបស់គាត់ដែលបានធ្វើមកហ្នឹងវាហាក់បីដូចជាអ្នកជំនាញអញ្ចឹងណាហើយធ្វើឲ្យអាជ្ញាធរដែលមានសមត្ថកិច្ចនៅក្នុងតំបន់ហ្នឹងដាក់ការសង្ស័យថាគាត់ហ្នឹងមិនមែនធ្វើសកម្មភាពតែម្នាក់ឯងទេអាចនឹងមានអ្នកដែលនៅពីក្រោយខ្នងគាត់ទៀតតែការសង្ស័យរបស់អាជ្ញាធរហ្នឹងថាអាចជាការធ្វើភារវកម្មបាទវាមិនសមថាមនុស្សតែម្នាក់ឯងអាចធ្វើទៅបានណាហើយគេក៏បានធ្វើការស្រាវជ្រាវបន្តទៀតបាទតែបរិះនេះបន្ទាប់ពីបានធ្វើសកម្មភាពហ្នឹងហើយក៏បានស្លាប់ដោយសារធ្លាក់ពីលើអាគារអ្នកទាំងអស់គ្នាបាទដូចខ្ញុំនិយាយមុននឹងអញ្ចឹងថាខាងប៉ូលីសបានដាក់ការសង្ស័យក៏បានធ្វើការស្រាវជ្រាវបន្ថែមក៏បានស្រាវជ្រាវទៅក៏បានឃើញនៅក្នុង CCTV ដោយឃើញពីសកម្មភាពទាំងអស់របស់បុគ្គលដែលឈ្មោះឬក៏ជនសង្ស័យដែលឈ្មោះថាឆាំងវ៉ាន់ហ្នឹងដែលក្នុង CCTV បានបញ្ជាក់ក៏ដូចជាបានបង្ហាញពី timeline ដែលជនសង្ស័យបានធ្វើសកម្មភាពដោយការពីម៉ោង3រសៀលបាទកាលពីថ្ងៃទី19ហ្នឹងគឺបានធ្វើការដុតទៅលើម៉ូតូដុតទៅលើឡានហើយជាពិសេសដុតទៅលើផ្ទះដែលខ្លួនបានជួលទៅទៀតបាទហើយបន្ទាប់ពីដុតរបស់របរអីអស់ហ្នឹងហើយក៏បាទទៅបន្តហេតុបន្តទៀតទៅខាងគេហៅថាស្ថានីយ៍តៃប៉េបាទហើយបរិះដែលជាជនសង្ស័យក៏បានទៅជួលនៅកន្លែងស្នាក់នៅស្ថានភាពមួយកន្លែងដែលគៀកជាមួយនឹងតំបន់ដែលខ្លួនបានធ្វើសកម្មភាពហ្នឹងដោយពេលធ្វើសកម្មភាពនៅខាងស្ថានីយ៍តៃប៉េហ្នឹងហើយក៏បានទៅចុងសានដើម្បីធ្វើការគេហៅថាធ្វើសកម្មភាពបន្តទៀតហើយសកម្មភាពរបស់គាត់ហ្នឹងគឺបានបោកក្បាច់ផ្សែងជាមួយនឹងចាក់យកកបិតប្រវែងប្រហែលជា3 ទឹកហ្នឹងអ្នកទាំងអស់គ្នាព្រោះយ៉ាងវែងដែរបាទចាក់ទៅលើជនរងគ្រោះដោយមានរើសមុខដែលភាគច្រើនពួកគាត់ជាអ្នកដំណើរអ្នកទេសចរនៅតំបន់ទីប្រជុំជននឹងឯងបាទហើយសកម្មភាពរបស់គាត់ហ្នឹងគឺត្រូវបានគេថតបានហើយបាទធ្វើឲ្យមានការផ្ទុះនៅព័ត៌មាននឹងខ្លាំងមែនទែននៅលើបណ្ដាញសង្គមអញ្ចឹងណាទាំងអស់គ្នាបាទដែលយើងឃើញថាកោះតៃវ៉ាន់ហ្នឹងបាទនិយាយចំទៅគឺជាកន្លែងមួយដែលមានសុវត្ថិភាពនិងមានច្បាប់តឹងរឹងមែនទែនតាក់ទងជាមួយនឹងរឿងភារវកម្មក៏ដូចជារឿងបទល្មើសធំអីគឺកម្រនឹងមានការកើតឡើងមែនតើប៉ុន្តែលើកនេះគឺបាទបណ្ដាលឲ្យមនុស្សច្រើនមានរបួសមានស្លាប់អញ្ចឹងគឺអាជ្ញាធររបស់គេហ្នឹងគឺបានដុតដៃដុតជើងខ្លាំងមែនតើពួកគេចង់រក្សាគេឈ្មោះនៃទីក្រុងរបស់គេអញ្ចឹងណាទាំងអស់គ្នាបាទបន្ទាប់ពីបានដាក់ការសង្ស័យហើយអីហើយអញ្ចឹងទៅក៏បានស្រាវជ្រាវអីបន្ថែមទៀតក៏ដឹងថាអូពិតជាបរិះម្នាក់ហ្នឹងធ្វើសកម្មភាពតែម្នាក់ឯងពិតប្រាកដមែនហើយក៏បានបកស្រាយដែរថាបរិះហ្នឹងបាទមានសម្ភារៈក៏ដូចជាចេះប្រើប្រាស់ហើយហាក់បីដូចជាអ្នកជំនាញដោយសារតែគាត់ពីមុនធ្លាប់ធ្វើជាទាហានបាទដែលគាត់ធ្វើជាទាហានហ្នឹងគឺធ្វើបានប្រហែលជាប្រមាណទេប៉ុន្តែត្រូវបានគេបណ្ដេញចេញដោយសារតែគាត់ហ្នឹងមានប្រព្រឹត្តនៅហៅថាជាតកឬក៏ការសេពនៅគ្រឿងស្រវឹងបាទដែលវាអាចនឹងខុសច្បាប់ទាហានអីអញ្ចឹងណាបាទហើយរឿងនោះបានកើតឡើងតាំងពី2 ឆ្នាំមុនពេលដែលគាត់ធ្វើសកម្មភាពឬក៏ប្រព្រឹត្តបទល្មើសហ្នឹងបាទហើយក្នុងរយៈពេលដែលគាត់បានចេញត្រូវបានគេបណ្ដេញហ្នឹងគឺមិនបានតាក់ទងមកគ្រួសារទេហើយគ្រួសារក៏អត់មានដំណឹងពីគាត់ដែរទើបតែទទួលបានដំណឹងក្រោយពេលដែលគាត់បានស្លាប់នេះទេបើបានដំណឹងពីគាត់អញ្ចឹងណាបាទយើងមិនដឹងថាផ្លូវចិត្តនៃបែបណាទេអ្នកទាំងអស់គ្នាព្រោះយើងមើលទៅ background របស់គាត់បានន័យថាគាត់អត់មានការងារធ្វើបាទអាចថាគាត់មានរឿងជាច្រើនដែលធ្វើឲ្យគាត់មានវិបត្តិផ្លូវចិត្តទៅធ្វើឲ្យគាត់នឹងមានអាការៈមួយថាស្អប់ឬក៏ខឹងទៅលើអ្នកដទៃហើយធ្វើឲ្យមានការសម្លាប់បាទទៅលើអ្នកមិនដឹងអីជាហោហាយអីចឹងទៅអ្នកទាំងអស់គ្នាបាទវាជារឿងមួយដែលអ្នកទាំងអស់គ្នាគួរតែប្រយ័ត្នប្រយែងដែរតើតើមួយបញ្ហាផ្លូវចិត្តព្រោះវាសំខាន់ណាអូខេអញ្ចឹងព័ត៌មានតកតងជាមួយនឹងរឿងដែលបានកើតឡើងនេះមានតែប៉ុណ្្នឹងទេបាទអញ្ចឹងអរគុណអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ